6ប្រការបុគ្គលប្រាថ្នានូវសេចក្តីចម្រើនគួរលះបង់ចោលជំរាបសួរប្រិយមិត្ត Red Daily ជាទីរាប់អានថ្ងៃនេះជួបជាមួយខ្ញុំបាទនៅប្រធានបទបន្តអំពីទោស6ប្រការដែលបុគ្គលដែលប្រាថ្នានូវសេចក្តីចម្រើននៅក្នុងជីវិតទាំងចំនួនឬក៏ការសេពគប់មិត្តគួរក៏បីលះបង់ចោលនៅទម្លាប់និងអាកប្បកិរិយាមួយចំនួនរបស់ពួកគេចេញទម្លាប់ទី1គឺការដេកទ្រមុខហេតុអ្វីបានជាលោកនិយាយថាការដេកទ្រមុខគឺជាហេតុដែលធ្វើឲ្យបុគ្គលមិនមាននូវភាពរីកចម្រើនបានដោយហេតុថាជាមនុស្សដែលមាននូវភាពខ្ជិលច្រអូសទ្រមុខលើគ្រែមិនមានភាពខ្នះខ្នែងឬភាពស្វាហាប់នៅក្នុងការបំពេញការងារឲ្យបានទាន់ពេលវេលានោះទេចំណុចទី2បុគ្គលដែលមាននូវភាពខ្ជិលច្រអូសច្រើនបុគ្គលដែលខ្ជិលច្រអូសគឺជាបុគ្គលដែលមិនអាចញ៉ាំងឲ្យខ្លួនឯងរីកចម្រើនមិនអាចធ្វើឲ្យខ្លួនឯងទទួលបាននូវលទ្ធផលផ្លែផ្កានៅអ្វីដែលជាការចង់បាននៅតាមក្តីសម័យរបស់ខ្លួនឯងបានទេដូច្នេះបើសិនជានរណាម្នាក់មាននូវភាពខ្ជិលច្រអូសច្រើនលេះច្រើននៅក្នុងជីវិតរបស់ពួកគេច្បាស់ជាពុំអាចចាក់ចេញអំពីភាពបរាជ័យនៅក្នុងជីវិតបាននោះទេចំណុចទី3បុគ្គលដែលមាននូវភ័យច្រើននៅក្នុងចំណុចនេះចង់ផ្ដោតសំខាន់ទៅលើបុគ្គលដែលមិនហ៊ានលះបង់នៅការធ្វើការងារផ្សេងៗដោយស្មអាងថាភ័យនេះភ័យនោះខ្លាចនេះខ្លាចនោះខ្លាចមុខខ្លាចក្រោយការដែលមានភ័យបែបនេះគឺជាមនុស្សដែលមិនអាចធ្វើឲ្យមានភាពរីកចម្រើននៅក្នុងជីវិតបាននោះទេព្រោះរាល់ការចេញប្រឡូកទៅក្នុងសង្គ្រាមរាល់ការប្រឡូកចេញទៅជាមួយនឹងការធ្វើជំនួញអាជីវកម្មផ្សេងៗមនុស្សគ្រប់រូបត្រូវឆ្លងកាត់នូវភាពភ័យខ្លាចប៉ុន្តែបើសិនជាយើងភ័យយើងខ្លាចយើងអត់ចាប់ផ្ដើមទេចឹងដំណើរជីវិតរបស់យើងមិនអាចរីកចម្រើនបាននោះទេចំណុចទី4គឺអំពីក្រោធគឺការខឹងបុគ្គលដែលមាននូវការខឹងហើយមិនចេះគ្រប់គ្រងនូវអារម្មណ៍របស់ខ្លួនឯងក៏មិនអាចធ្វើឲ្យបុគ្គលនោះទទួលបាននូវភាពរីកចម្រើនឬក៏ធ្វើឲ្យជីវិតរបស់ខ្លួនឯងមាននូវការអភិវឌ្ឍតទៅមុខទៀតបានដែរដោយហេតុថាក្តីក្រោធគឺជាអ្នកបំផ្លាញនៅសេចក្តីសុខចម្រើនរបស់ខ្លួនឯងជាប្រកបខ្ញុំអាចលើកឧទាហរណ៍ជាក់ស្ដែងនៅតួអង្គមួយរូបដែលមានឈ្មោះថាសៀងអ៊ីដែលមានគូបដិបកគឺស្ដេចលាវប៉ាងសៀងអ៊ីគឺជាមនុស្សម្នាក់ដែលគាត់ពិបាកនៅក្នុងការគ្រប់គ្រងនៅកំហឹងឬក៏គ្រប់គ្រងនៅអំនួតរបស់ខ្លួនឯងបានហើយទីបំផុតទៅគាត់ក៏ត្រូវបានចាញ់នៅក្រោមកណ្ដាប់ដៃរបស់ស្ដេចលាវប៉ាងដែលហេតុថាគាត់ច្រឡោតគាត់ខ្វះការពិចារណាបានត្រឹមត្រូវដូច្នេះនៅក្នុងសាច់រឿងនេះខ្ញុំគ្រាន់តែចង់ផ្ដោតសំខាន់ថាបើសិនជាយើងម្នាក់មាននៅការខឹងហើយអត់ចេះលាក់នៅកំហឹងរបស់ខ្លួនឯងទេយើងក៏នឹងរងគ្រោះដោយកំហឹងរបស់ខ្លួនឯងដែរព្រោះមនុស្សដែលងាយខឹងគឺគេនឹងធ្វើឲ្យយើងខឹងរហូតដល់ថ្ងៃទីបំផុតហើយបុគ្គលដែលខឹងកាន់តែច្រើនគឺជាមនុស្សដែលមិនអាចរក្សានៅញាតិហើយក៏ជាមនុស្សដែលមិនអាចរក្សានៅកិត្តិយសខ្លួនឯងបានដែរចំណុចទី5មនុស្សដែលមាននៅភាពអៀនខ្មាសច្រើននៅក្នុងចំណុចនេះចង់ផ្ដោតសំខាន់ថាមនុស្សណាក៏ដោយប្រកាន់នៅភាពអៀនខ្មាសរបស់ខ្លួនឯងជួបអ្នកធំជួបអ្នកមុខអ្នកការមិនហ៊ានលើកដៃសំពះមានភាពអៀនខ្មាសគិតថាខ្លួនឯងជាមនុស្សបែបនេះបែបនោះមិនហ៊ានចូលទៅក្បែរគេទង្វើបែបនេះគឺនឹងនាំឲ្យគាត់មិនអាចទទួលបាននូវភាពរីកចម្រើននៅក្នុងជីវិតបាននោះទេខ្ញុំអាចលើកឧទាហរណ៍បានថាមនុស្សដែលអាចដើរទៅមុខបានទទួលបាននូវភាពរីកចម្រើននៅក្នុងជីវិតគឺជាមនុស្សដែលស្វាហាប់មានភាពក្លាហានគ្រប់គ្រាន់នៅក្នុងដំណើរជីវិតរបស់ពួកគេមនុស្សដែលអត់មានភាពស្វាហាប់មនុស្សដែលមានភាពអៀនខ្មាសជ្រុំលិចជ្រុំកើតគឺជាមនុស្សដែលមិនអាចទទួលបាននូវភាពរីកចម្រើននៅក្នុងដំណើរជីវិតឬក៏ធ្វើអ្វីមួយឲ្យទទួលបាននូវលទ្ធផលផ្លែផ្កាបានល្អនោះទេចំណុចចុងក្រោយគេគឺជាមនុស្សដែលមានទម្លាប់មួយគេហៅលេឡាយឺតយូរក្រោយគេមានន័យថាជាមនុស្សដែលទម្លាប់ធ្វើអ្វីហើយក្រោយគេហើយឲ្យគេចាំឧទាហរណ៍ថាត្រូវធ្វើដំណើរទៅកាន់ទីណាមួយគឺគាត់តែងតែនៅជ្រឹមជ្រុំនៅខាងក្រោយគេនឹងរហូតមិនអាចទៅធ្វើអីបានមុនគេអញ្ចឹងកត្តាទាំងអស់នេះនឹងធ្វើឲ្យគាត់មិនអាចទទួលបាននូវលទ្ធផលផ្លែផ្កាដែលថាមិនអាចផ្ដល់នូវលទ្ធផលផ្លែផ្កាគឺមានន័យថាទោះបីជាគាត់នឹងត្រូវបានទទួលការចង្អុលបង្ហាញថានឹងត្រូវឡើងទូនាទីឡើងឋានៈការងារយ៉ាងមិនចឹងមកក៏ដោយប៉ុន្តែគាត់មិនអាចទទួលបានដោយការដែលហេតុថាគាត់មិនមានភាពជាគំរូសម្រាប់អ្នកដទៃដូច្នេះថ្ងៃនេះខ្ញុំមានទាំងអស់6ចំណុចនេះធំសម្រាប់ចែករំលែកអ្នកទាំងអស់គ្នាដើម្បីបានជាចំណេះដឹងនិងបានជាគតិក្នុងការពិចារណាហើយជាពិសេសសម្រាប់យើងទាំងអស់គ្នាដែលចង់បាននូវភាពរីកចម្រើននៅក្នុងជីវិតយើងគួរលះបង់នៅទម្លាប់និងអាកប្បកិរិយានៃការរស់នៅរបស់យើងនៅក្នុងដំណើរជីវិតរបស់យើងទាំង6នេះចេញ
ដើម្បីទទួលបាននូវលទ្ធផលល្អប្រសើរនៅក្នុងជីវិតរបស់យើងរៀងៗខ្លួនជាចុងក្រោយបើសិនជាអ្នកទាំងអស់គ្នាមានចែករំលែកសូមជួយ comment នៅខាងក្រោមហើយសូមកុំភ្លេចជួយ subscribe និង follow page និង TikTok របស់ខ្ញុំមួយផងសូមអរគុណសូមគោរពសូមជម្រាបលា